បាទសូមជម្រាបសួរពុកម៉ែបងប្អូនអរគ្នាដែលតែងតែស្រឡាញ់និងចូលចិត្តបាទជួយគាំទ្រមកដល់ Channel YouTube របស់ខ្ញុំបាទនៅថ្ងៃនេះដែរខ្ញុំបាទមានคลิปវីដេអូថ្មីមួយទៀតហើយដើម្បីយកមកចែករំលែកជូនទៅដល់បងប្អូនពីរបៀបបិទសារជូនដំណឹងនៅលើ Facebook ឬភាសាអង់គ្លេសគេដាក់ថាបាទ notification បាទបើសិនបងប្អូនរាល់ថ្ងៃហ្នឹងមានភាពធុញទ្រាន់ទៅនឹងសលេង notification ហ្នឹងពេលដែលមាននរណាម្នាក់ធ្វើការ add friend បងប្អូនគឺតែងតែជូនដំណឹងទៅហើយបើសិនជា friend បងប្អូនធ្វើការបាទ share បាទរូបភាពឬក៏វីដេអូបាទបន្តចេញពី page ផ្សេងឬមួយក៏ friend បងប្អូនធ្វើការបាទផុសរូបភាពឬក៏ផុសវីដេអូនេះគឺតែងតែជូនដំណឹងទៅអីចឹងណាបាទហើយសូមធ្វើការបែរកាមេរ៉ាបន្តិចដើម្បីធ្វើការបង្ហាញបងប្អូនពីរបៀបបិទហើយបងប្អូនទៅធ្វើការបាទស្ដាប់សលេងនៅលើស័ព្ទដៃនេះតែម្ដងបាទនេះបងសលេង notification គឺបែបនេះបាទពេលចូលមកស្ដាប់ណានេះគឺលឺបែបហ្នឹងបងប្អូនណាហើយបើសិនជាបងប្អូនធុញទ្រាន់បងប្អូនចង់ធ្វើការបិទក៏បងប្អូនអាចធ្វើការបិទបានដែរណាបាទបងប្អូនគ្រាន់តែបាទចូលក្នុង Facebook បងប្អូនមកនេះគឺសារជួនដំណឹងគឺតែងតែលោតមកក្នុង notification ហ្នឹងសញ្ញាជូតហ្នឹងបាទបែបនេះណាបាទអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើការបិទបងប្អូនគ្រាន់តែបាទចូលមកក្នុង Facebook របស់បងប្អូនមកបាទចូលមកក្នុង Facebook មករួចហើយបងប្អូនរកមើលសញ្ញាត្រេ3នៅខាងលើផុតបាទខាងបាទឆ្វេងដៃចុចមករួចហើយបងប្អូនរកមើលបាទនិមិត្តសញ្ញាកងចក្រភាសាអង់គ្លេសគេដាក់ថាបាទ setting បាទ and privacy បាទចុចមករួចហើយបងប្អូនយកពាក្យថាបាទ setting នៅខាងក្រោមបាទ setting and privacy ហ្នឹងណាបាទពេលដែលបងប្អូនចុចលើពាក្យថា setting បងប្អូនបាទស្រឡឹងរកមើលសញ្ញាជូងនេះគេដាក់ថាបាទ notification រួចហើយចុចមកបាទរួចហើយនឹងបងប្អូនម្ដងមកផ្ទាំងតែម្ដងរួចហើយបងប្អូនរកមើលពាក្យថាបាទ update បាទ from friend នេះបាទចុចមកកន្លែង update from friend ហ្នឹងណាហើយបើសិនជាបងប្អូនធ្វើការបិទទៅនឹងអត់បាត់បងប្អូនចុចកន្លែងជូងនេះបាទចុចកន្លែងជូងមកតង់ទៀតណាប៉ុន្តែបងប្អូនសាកបិទកន្លែងបាទ update from friend ទៅមកណាបាទចុចមកនៅកន្លែង update from friend បងប្អូនគ្រាន់តែទាញកុងតាក់នឹងបិទមកដែលមានអក្សរអង់គ្លេសគេដាក់ថាបាទ allow notification បាទ on Facebook អញ្ចឹងទៅណាបាទអញ្ចឹងបងធ្វើតាទាញកុងតាក់នឹងបិទមកពេលដែលទាញកុងតាក់នឹងបិទបងប្អូននឹងឃើញកុងតាក់ហ្នឹងនឹងឡើងពណ៌ខៀវហើយវាចេញពណ៌ slash ម្ដងហើយនៅខាងក្រោមគេសួរយើងនៅខាងក្រោមហ្នឹងមានអក្សរពណ៌ខៀវគេដាក់ថាបាទ turn back off ឬក៏ cancel អញ្ចឹងណាអញ្ចឹងបើសិនបងប្អូនចង់ធ្វើការបិទបងប្អូនធ្វើការបាទចុចពាក្យថាបាទ turn off មកដើម្បីធ្វើការបិទហើយបើសិនជាបងប្អូនធ្វើការបិទយូរទៅបងប្អូនថាវាស្ងាត់ពេកបងប្អូនចង់ធ្វើការបើកវិញក៏នៅត្រង់ហ្នឹងដែរបងប្អូនគ្រាន់តែទាញកន្លែងកុងតាក់ slash ហ្នឹងបើកមកណាបាទនេះទៅហ្នឹងនឹងបើកវិញហើយប៉ុន្តែខ្ញុំចង់បិទបាទចង់បិទចឹងមកបាទហើយបើសិនជាបងប្អូនធ្វើការបិទទាំងហ្នឹងអត់បានបងប្អូនចុចកន្លែងបាទសញ្ញាជូងហ្នឹងមកនេះកន្លែងជូងហ្នឹងណាគេដាក់ថាបាទreminder អញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកវាមានបាទ pulse ហើយ Gmail ហើយនឹង SMS បាទអញ្ចឹងបងប្អូនទីឡើងនឹងបិទទៀតមកចុចប៉កមករួចហើយគេដាក់ថាបាទ allow notification on Facebook អីចឹងទៅបាទអញ្ចឹងធ្វើថាទាញកន្លែងនឹងបិទបាន2តង់ណាបាទរួចហើយចុចពាក្យថា turn off ដើម្បីបិទបាទរួចហើយ back ថយក្រោយមកបាទអញ្ចឹងនៅត្រង់បាទចំណុច2បាទកន្លែងបាទ reminder ហើយនឹងបាទ update from friend គឺបានបិទបាទអញ្ចឹងបងប្អូនបិទតែ2ហ្នឹងទៅគឺលែងបាទមានសារជូនដំណឹងបាទ alert នៅលើបាទអេក្រង់ទូរស័ព្ទបងប្អូនហើយនោះនឹងលែងបាទមានសលេងរំខានពីបាទ notification ហើយណាបាទហើយបើសិនជាបងប្អូនចង់ធ្វើការបើកវិញក៏បងប្អូនគ្រាន់តែបាទចុចតំណឹងមកនេះបាទចុចតំណឹងមកឬបងប្អូនទីកុងតាក់នឹងបិទមកប៉ុន្តែខ្ញុំអត់បើកទេណាបាទអញ្ចឹងបងប្អូននឹងឃើញកន្លែងបាទ reminder បាទ off នៅខាងក្រោមនេះupdate from friend បាទ off អញ្ចឹងទៅណាបាទអញ្ចឹងបងបែកថយក្រោយមកឬគ្លៀចោលតែម្ដងទៅបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមកคลิปពីបងប្អូនទៅបាទក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលុបខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះខ្ញុំបាទក៏សូមអរគុណការជម្រាបលាជួបគ្នានៅបាទវីដេអូក្រោយបាទបាយបាយ